ក្រុមអ្នកសង្កេតការអាស៊ាន AOT ក្នុងន័យនេះដើម្បីបន្តនិរន្តរភាពនិងសុពលភាពនៃបេសកកម្មសង្កេតការនិងផ្ទៀងផ្ទាត់ការពិតប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការអាស៊ាន AOT Home ថ្មីប្រចាំកម្ពុជាមកពីប្រទេសហ្វីលីពីនបានមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី5ខែឧសភាឆ្នាំ2026បន្ទាប់ពីទទួលភារកិច្ចដឹកនាំបន្តពីប្រទេសម៉ាឡេស៊ីកាលពីថ្ងៃ30ខែមេសាឆ្នាំ2026កម្ពុជានៅកម្ពុជាពិធីផ្ទេរនិងប្រគល់ភារកិច្ចដឹកនាំបេសកកម្មក្រុមអ្នកសង្កេតការអាស៊ានប្រចាំកម្ពុជាក៏បានប្រព្រឹត្តទៅរួចរាល់កាលពីថ្ងៃទី8ខែឧសភាឆ្នាំ2026ប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការអាស៊ាន AOT Home ហ្វីលីពីនប្រចាំកម្ពុជាគឺឧត្តមនាវីត្រី Glenn G. Dizon បានសន្យាថាលោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារឲ្យសកម្មនិងប្រកបដោយអព្យាក្រឹតភាពដោយធ្វើយ៉ាងណាមិនឲ្យមានភាគីណារំលោភឬភាគីណាឡើយជាពិសេសលោកនឹងបន្តបង្កើនថែមទៀតនៅសកម្មភាពល្បាតនៅតាមតំបន់ព្រំដែនដែលមានជម្លោះកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅនិងសូមកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមអ្នកសង្កេតការហ្វីលីពីនដែលបានបដិញ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទីក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការអាស៊ាន AOT ឆ្នាំ2026ដោយអនុលោមតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ចុះថ្ងៃ27ខែធ្នូឆ្នាំ2025ទី2ការតវ៉ាគឺជាសកម្មភាពមិនអាចខ្វះបាននិងមានទម្ងន់ផ្លូវច្បាប់ក្នុងកិច្ចការពារបូរណភាពទឹកដីអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបជាថ្មីថាការតវ៉ាផ្លូវការដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែបានធ្វើជាបន្តបន្ទាប់តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធពិតជាមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ស្របជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួនលិខិតតវ៉ាផ្លូវការទាំងនោះគឺជាឯកសារដែលមានតម្លៃកតញ្ញូមិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិក៏ដូចជាការរក្សាអញ្ញាយុកាលនៃវិវាទឲ្យស្ថិតនៅជាធរមានដើម្បីបន្តដោះស្រាយតាមនីតិវិធីជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃ13ខែឧសភាឆ្នាំ2026បានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លាមួយទៀតដោយបានបដិសេធយ៉ាងដាច់ខាតចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទខ្នានិងទីតាំងបុរាណដ្ឋានទាំងឡាយនៅតាមបណ្ដោយព្រំដែនក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាចុះក្នុងបញ្ជីជាតិបុរាណដ្ឋានរបស់ប្រទេសថៃកម្ពុជាចាត់ទុកសកម្មភាពទាំងនេះថាជាការប៉ុនប៉ងបង្កើតទម្រង់ផ្លូវច្បាប់คล้ายคล้ายឬទីតាំងបេតិកភណ្ឌដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជាដែលជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាក៏ដូចជាការបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីនិងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរទន្ទឹមនឹងនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានបញ្ជាក់ប្រាប់ភាគីថៃថាបញ្ហាអធិបតេយ្យភាពនិងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិរួមទាំងសន្ធិសញ្ញាបារាំងសៀម1907និងលិខិតទូបករណ៍ពាក់ព័ន្ធផ្សេងទៀតតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើងជាពិសេសអនុសារណៈយោគយល់គ្នាឆ្នាំ2000 MOU 2000ផែនការមេឆ្នាំ2003 TOR 2003និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន GBC រវាងភាគីទាំងពីរបាទអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណហើយនឹងសូមគោរពលាតែប៉ុណ្ណេះ